សេដាព្យាបាលជំងឺលើឈាមសេដាគឺជាផ្លែឈើដ៏សម្បូរហូរហៀមានតម្លៃថោកនិងងាយរកជាទីបំផុតនៅប្រទេសកម្ពុជាតែវាក៏មានប្រយោជន៍លើសលប់ខាងផ្នែកអាហារនិងអស្តម៉ែកសារខ្លះនិយាយថាសេដាមានប្រភពដើមនៅប្រទេសចិនហើយក្រោយមកទើបរីកសាយនៅប្រទេសដទៃទៀតនៅក្បែរខាងរាប់បញ្ចូលទាំងប្រទេសកម្ពុជាយើងផងគ្រប់ផ្នែកនៃសេដាចាប់តាំងពីគ្រាប់ផ្លែនិងស្លឹកសុទ្ធតែអាចប្រើធ្វើជាថ្នាំបានទាំងអស់សាច់លេដាពេលនៅខ្ចីមានពណ៌បៃតងនិងមានរសជាតិចត់តែពេលទុំមានពណ៌លឿងហើយមានរសជាតិផ្អែមគ្រាប់របស់វាមានរសជាតិល្វីងផ្អែមសាច់ផ្លែសេដាអាចប្រើធ្វើជាថ្នាំឲ្យឈាមដើរស្រួលសពសរសៃសួងព្យាបាលពោះវៀននិងជំនួយបេះដូងគ្រាប់របស់វាមានអានុភាពកម្ចាត់ឈាមកកស្ទះនិងព្យាបាលក្អកផ្កាសេដាជាថ្នាំបញ្ចុះទឹកមូត្រកែអាការហើមបៀមទឹកនិងព្យាបាលការរងរដូវស្លឹកស្រាយថាអាចប្រើជាថ្នាំសម្លាប់ព្រូនទម្លាក់ព្រូនចុះដែលបានពីដើមសេដាអាចយកទៅចម្រាញ់យកសារធាតុម្យ៉ាងឈ្មោះ emulsifying agent ដែលជាសារធាតុសំខាន់សម្រាប់ផលិតថ្នាំចំពោះ commercial សារធាតុគីមីដ៏សំខាន់នៅក្នុងគ្រាប់សេដាគឺមាន amiglodalin ប្រមាណ1.5 ប្រេងក្រអូបសូនជាតិប្រេងប្រមាណ45និងតាមីន6តាមរូបមន្តអស្ចារ្យបុរាណចិនដែលយកសេដាធ្វើជាថ្នាំព្យាបាលជំងឺដូចជាបើលើឈាមឈឺក្បាលទល់លាមកយកគ្រាប់សេដា9ក្រាមនិងថ្នាំចិនឈ្មោះជាមីងជឺស្ងល់ទឹកពិសាស្លេយមានរដូវរអាក់រអួលរដូវមកតិចខុសធម្មតាឈឺពោះនិងឈឺពោះក្រោយពេលសម្រាលកូនយកគ្រាប់សេដា9ក្រាមថ្នាំចិនឈ្មោះតាន់ភី1ក្រាមផ្កាហុងហូ3ក្រាមហើយដាក់ទឹកនិងស្រាក្នុងបរិមាណស្មើគ្នាស្ងោរថ្នាំទាំងអស់នេះទទួលទានមួយថ្ងៃ2ដងហាមហៀរទឹកស្ទះទឹកនោមទល់លាមករឹងភ្លៀងយកផ្កាសេដាហាស្ងួត3ក្រាមបុកឲ្យល្អិតលាយជាមួយទឹកឃ្មុំទទួលទានបែកញើសខ្លាំងនិងបែកញើសពេលដេកគុំយកសាច់ផ្លែសេដាស្រស់9-15ក្រាមដាំទឹកពិសាត្រពេញក្រោមស្បែកសម្រាប់ផលិតទឹករងៃរលោតហើមយកស្លឹកសេដាស្រស់បុកឲ្យល្អិតលាយជាមួយស្រាបន្តិចហើយលាបនៅតាមកន្លែងដែលរលាកហើមនោះគ្មានចាញ់សំថ្ងៃមួយថ្ងៃគ្រុនមួយថ្ងៃខានយកស្លឹកសេដាស្រស់3-5សន្លឹកបុកលាយជាមួយខ្ទឹមស្អុយល្អិតហើយយកក្រណាត់ខ្ចប់ជាកញ្ចប់តូចមួយយកចូលទៅក្នុងរន្ធជ្រមុះឆ្វេងឬស្ដាំមុនពេលគ្រុនចាប់23ម៉ោងតាមធម្មតាអ្នកជំងឺតែងដេកពេលវេលាដែលខ្លួនឯងដល់ពេលគ្រុនមានករណីគួរប្រយ័ត្នប្រយែងម្យ៉ាងគឺគ្រាប់សេដាមានជាតិពុលពុំអាចបរិភោគឆៅបានទេត្រូវស្ងោរឬលីងឲ្យឆ្អិនជាមុនសិនចំណែកស្ត្រីមានផ្ទៃពោះក៏មិនគួរទទួលទានគ្រាប់សេដាដែរ